ยังการก่อสร้างหนึ่งการอภิวัตประเทศជាតិវាប៉ះជាមានផលប៉ះពាល់ខ្លះដល់បងប្អូនប្រជាពលរដ្ឋយើងដែលគាត់រស់នៅតាំងពីយូរលង់មកហើយជាក់ស្ដែងដូចជាសាលាជ័យថាវីនេះនៅខាងបាតុកនេះខ្ញុំបានឃើញសេចក្តីជូនដំណឹងរបស់ក្រសួងដែនដីនិងនគររូបនីយកម្មក៏ដូចជាសាលារាជធានីភ្នំពេញឬក៏អាជ្ញាធរខណ្ឌក្នុងការអនុវត្តឲ្យរុះរើនៅសាលាឬក៏ផ្ទះមួយខ្នងដែលយើងឃើញថាផ្ទះនោះពេលដែលគាត់សង់ពីដើមឡើយតាមការបកស្រាយតាមការបង្ហាញរបស់ម្ចាស់សាលាហ្នឹងខ្ញុំគិតថាតំបន់ហ្នឹងគ្មានសាលាទេគ្មានផ្លូវទេសំទោសគ្មានផ្លូវទេដល់អញ្ចឹងនៅពេលនេះយើងឃើញសេចក្តីជូនដំណឹងរបស់អាជ្ញាធរហ្នឹងហាក់បីដូចជាមានដូចថាយើងឃើញជារូបភាពមួយបើយើងមិនបានគិតពីប្រវត្តិនៃការកកើតនៅសាលាទាំងអស់ហ្នឹងយើងហាក់បីដូចឃើញជាម្ចាស់សាលាជ័យថាវីហ្នឹងគាត់ទៅធ្វើផ្ទះឬក៏ប្រក់សង្កសីហ្នឹងជាកន្លែងហ្នឹងគាត់រំលោភលើផ្លូវសាធារណៈជាពិសេសព្រោះផ្លូវហ្នឹងបញ្ចប់ពីឆ្នាំ1990ជាងមកដល់ឥឡូវប្រហែលជាជាង30ឆ្នាំ33ឆ្នាំ32ឆ្នាំអញ្ចឹងកូនក្មួយប្អូនមួយចំនួនហ្នឹងក៏អត់ដឹងទេដល់អត់ដឹងបើយើងនិយាយថាគាត់ទៅធ្វើគាត់សាងសង់លើផ្លូវសាធារណៈរំលោភហើយយើងឃើញថាការបញ្ជាក់និងការអះអាងរបស់ម្ចាស់សាលាជ័យទេវីហ្នឹងគាត់ចង់ឲ្យបានភាពមួយត្រឹមត្រូវចំពោះគាត់ទីមួយភាពត្រឹមត្រូវរបស់គាត់ហ្នឹងគាត់មិនបានធ្វើបំពានលើផ្លូវសាធារណៈដោយសារតំបន់ហ្នឹងពីដើមឡើយគឺអត់មានផ្លូវទេគាត់ចង់បានប៉ុណ្ណឹងទី1ទៀតទី2ទៀតគាត់ចង់ឲ្យមានការអភិវឌ្ឍក្នុងការពង្រីកផ្លូវហ្នឹងឬក៏ការបើកផ្លូវហ្នឹងគឺបើកចាប់ពីកន្លែងគាត់ឲ្យផុតដល់ផ្លូវមួយទៀតដូចជាផ្លូវ134ឬក៏143មិនដឹងទេដើម្បីឲ្យចរាចរណ៍នេះមធ្យោបាយធ្វើដំណើរស្របទៅតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញហ្នឹងมันអាចបើកត្រឹមតែសាលាគាត់ទេបើបើកត្រឹមតែទីតាំងសាលាគាត់គឺវាមិនអាចដោះស្រាយបញ្ហានៅជាចរាចរណ៍សាធារណៈឬក៏មធ្យោបាយធ្វើដំណើរនៅតាមផ្លូវនឹងបានទេបើយើងបើកឲ្យដល់ផ្លូវមួយទៀតហើយយើងឃើញថាសុឆន្ទៈរបស់ម្ចាស់សាលាជ័យថាវីគាត់មានសុឆន្ទៈល្អទី1គាត់គ្រប់គ្រងក្នុងគោលការណ៍អភិវឌ្ឍរបស់ប្រទេសជាតិគោលការណ៍អភិវឌ្ឍរបស់រាជរដ្ឋាភិបាលក៏ដូចជាការអភិវឌ្ឍរបស់រាជធានីភ្នំពេញប៉ុន្តែគាត់ចង់ឲ្យការអភិវឌ្ឍនឹងឲ្យបាននិយាយទៅគាត់ចង់ឲ្យបានស្មើគ្នាកុំឲ្យមើលឃើញការអនុវត្តតែចំពោះគាត់ហើយផ្លូវនឹងបើកហើយក៏មិនអាចដោះស្រាយបញ្ហាបានដែរបើបើកកន្លែងគាត់ហើយគឺសាលាជ័យថាវីហ្នឹងគាត់នៅតែស្ទះដដែលអញ្ចឹងយើងមើលឃើញការអនុវត្តបែបនេះខ្ញុំយល់ឃើញថាក្រសួងដែនដីនគររូបនីយកម្មគួរពិចារណានិងពិនិត្យតាមសំណើក្នុងការលើកឡើងរបស់ម្ចាស់សាលាជ័យថាវីព្រោះគាត់មានអំណះអំណាងជាមួយលោកគ្រូអ្នកគ្រូដែលគាត់ទៅបង្រៀនសិស្សឬក៏សិស្សតាំងពីជំនាន់មុនធ្លាប់នៅខាងតំបន់ហ្នឹងគឺដឹងហើយគឺវាអត់មានផ្លូវទេដល់អញ្ចឹងចំណុចទាំងអស់ហ្នឹងខ្ញុំឃើញថាការចូលរួមរបស់ម្ចាស់សាលាជ័យថាវីខ្ញុំថាជាការល្អប៉ុន្តែសូមឲ្យរាជរដ្ឋាភិបាលជាពិសេសក្រសួងដែនដីនិងនគររូបនីយកម្មរួមនឹងអាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌត្រូវពិនិត្យឡើងវិញនៅលើបញ្ហាទាំងអស់ហ្នឹងគួរផ្លូវហ្នឹងបើយើងសម្រាប់ខ្ញុំវិញការរៀបចំសម្រាប់ធ្នាប់សាធារណៈសម្រាប់ខ្ញុំវិញគឺខ្ញុំគ្រប់គ្រងខ្លាំងណាស់ព្រោះការរីកចម្រើននៃប្រទេសជាតិរបស់យើងបញ្ហាផ្លូវឥឡូវគឺជាកត្តាមួយដែលចម្បងដែលត្រូវដោះស្រាយយើងឃើញជាក់ស្ដែងដូចជាលោកអភិបាលខណ្ឌអភិបាលរងខណ្ឌពោធិ៍សែនជ័យការខិតខំចុះរៀបចំសម្រាប់ធ្នាប់នៅមូលដ្ឋាននៅក្នុងរដ្ឋបាលពោធិ៍សែនជ័យនេះគឺការរៀបចំនៅពង្រីកផ្លូវស្ដារលូស្ដារបន្លាយដែលកកដែលស្ទះដែលនៅរដូវវស្សាដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋគឺការខិតខំខ្លាំងណាស់អញ្ចឹងឲ្យការអភិវឌ្ឍរាជធានីភ្នំពេញនឹងសូមឲ្យការអនុវត្តជាទូទៅកុំបង្ហាញភាពអយុត្តិធម៌ក្នុងការរៀបចំនៅសម្ដាប់ធ្នាប់សាធារណៈរៀបចំតែខណ្ឌពោធិ៍សែនជ័យឬក៏ខណ្ឌផ្សេងទៀតខណ្ឌដទៃផ្សេងទៀតនិយាយជារួមសម្រាប់រាជធានីទាំងមូលនិយាយជាទូទៅសម្រាប់ប្រទេសកម្ពុជាយើងត្រូវរៀបចំប្រទេសជាតិរបស់យើងឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវឲ្យការរស់នៅដើម្បីកាត់បន្ថយនៅផលប៉ះពាល់ការគ្រោះថ្នាក់ដោយប្រការណាមួយជាពិសេសសកម្មភាពទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋដែលនៅតាមដងផ្លូវគាត់ប្រកបមុខរបរអាជីវកម្មលក់ដូរឬក៏ប្រកបមុខរបរអាជីវកម្មផ្សេងដូចជាផ្សារដៃផ្សារអីហ្នឹង
គាត់ប្រើចំណីផ្លូវសាធារណៈនឹងរឿងខ្លះបង្កប៉ះពាល់ដល់អ្នកដទៃរឿងខ្លះបង្កប៉ះពាល់ដល់ខ្លួនគាត់ក៏មានដែរហើយយើងឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍យើងឥឡូវនេះមានកម្រិតធ្ងន់ធ្ងរណាស់យើងឃើញថ្មីនេះយើងឃើញនៅត្រង់ចំណុចមួយរថយន្តត្រាក់ដឹកទំនិញបុកទ្រុងផ្លូវទាំងមូលហើយបង្កឲ្យផលប៉ះពាល់ឃើញសភាពគ្រោះថ្នាក់ចរាចរណ៍វាកាន់តែមានការវិវត្តមានលក្ខណៈធំហើយជាមានទំហំនៃការគ្រោះថ្នាក់តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃយើងឃើញថាការខាត់បងនៃការគ្រោះថ្នាក់ចរាចរណ៍នេះគឺក្នុងមួយឆ្នាំប្រមាណជាង400លានអញ្ចឹងយើងងាកមកវិញការអភិវឌ្ឍរាជធានីភ្នំពេញនេះក៏ដូចគ្នាអញ្ចឹងដែរគឺបង្កផលប៉ះពាល់ខាតពេលវេលាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅប្រកបមុខរបររស់ស៊ីទៅធ្វើការទៅអីហ្នឹងកាលណាដែលយើងអត់មានសណ្ដាប់ធ្នាប់នឹងធ្វើឲ្យប៉ះពាល់ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអញ្ចឹងមានតែការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលយើងជាម្ចាស់ប្រទេសទាំងអស់គ្នាយើងចូលរួមសម្អាតប្រទេសជាតិរបស់យើងរៀបចំប្រទេសជាតិរបស់យើងឲ្យមានសណ្ដាប់ធ្នាប់ដែលយើងចង់បានសង្គមមួយស៊ីវិល័យសង្គមមួយស៊ីវិល័យគឺផ្ដើមចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការរស់នៅផ្ដើមចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងសកម្មភាពរបស់ខ្លួនសកម្មភាពដែលគួរដែលយើងយល់ដឹងបងប្អូនត្រូវគិតថាទង្វើទាំងឡាយណាដែលបងប្អូនធ្វើទៅរំលោភផលប្រយោជន៍សាធារណៈឬក៏ប៉ះពាល់ផលប្រយោជន៍អ្នកដទៃគឺបងប្អូនមិនត្រូវធ្វើ